នាងខ្ញុំសូមជម្រាបលោកគ្រូនាងខ្ញុំសូមសួរនៅសំណួរ2ទី1អ្នករសាសិល5តើគាត់កាន់តើគាត់ជាអ្នកដឹកនាំគេសូត្ររាល់ថ្ងៃសិលនៅក្នុងវត្តគាត់កាន់សិល5ទេតែគាត់ដឹកនាំគេទទួលសិល5សិល8គាត់ចង់ដឹងថាតើខុសឬទេបើខុសតើខុសយ៉ាងណាមិញសូមលោកគ្រូជួយបំភ្លឺផងនេះការដឹកនាំមានអីជាការប្រពៃហើយតែគាត់លើកឡើងថាគាត់រក្សាសិល5ហើយដឹកនាំឲ្យកាន់សិល8មានអីល្អព្រោះយើងទៅមិនរួចក៏យើងដឹកនាំគេបានសិលទៅព្រោះព្រះលើកឡើងព្រះសម្ពុទ្ធដឹកឡើងអំពីការដឹកនាំបើណាមួយធ្វើល្អដោយខ្លួនឯងហើយដឹកនាំគេល្អទៀតនេះជាលេខ1លេខ2ធ្វើល្អតែម្នាក់ឯងអត់បានដឹកនាំគេទេហើយលេខ3បានដឹកនាំគេឲ្យល្អទាំងអស់ខ្លួនឯងអត់អំពើអត់បានការនឹងcònបានដែរទី3ទី4បើខ្សោយទាំងអស់ខ្លួនឯងក៏មិនធ្វើថាក៏មិនថាដែរទី4អត់បានការទេបើទី2អានេះប្រចាំវិញទី3គាត់បើបានខាយគេតែខ្លួនឯងអត់ចេះបាទនេះយើងមិនមែនបានលក្ខណៈទេពីរឿងជាប់សិល5ដែរសិល5ជាសិលមួយដែលដើម្បីរួចចាកអបាយដែរយើងគាត់បើដែរប៉ុន្តែយើងជំហានចាញ់អ្នកសិល8បើសិល8ក៏យើងដឹកនាំគេទៅឲ្យដឹកនាំឲ្យគេធ្វើល្អទៅយើងក៏ត្រេកអរទៅតាមគេធ្វើល្អទៅដែលគេបានពិសេសព្រោះយើងហូបបាយល្ងាចបានរំច្រៀងមើលលបែងរំច្រៀងតុកអាសនៈខ្ពស់ក្រែខ្ពស់ពុះអីនោះបានទាំងអស់អានេះយើងបានទាំងអស់ដូច្នោះឯលោកយាយណាតាណាដែលកាន់សិលកាន់សិល8មកលើយើងបាយយកបាយជាចំណងមួយជារសមួយក្នុងរសតណ្ហាគាត់ខំលះបង់នៅតណ្ហាដែលចិត្តចង់ក្នុងអាហារឆ្ងាញ់ពិសាយ៉ាងម៉េចក៏គាត់មានទុបផ្សេងគាត់មានហូបឯណាគាត់ខំទុបផ្សេងនៅសិលរបស់យើងរសាសិលឲ្យដាច់ហ្នឹងគឺកុំបរិភោគអាហារលះបង់នៅរសតណ្ហាបានឈ្មោះថាគាត់បន្ទ្រុំខំខ្លាំងខ្លាជាងយើងហើយយើងពេលល្ងាចក៏បានដែរតែ5បញ្ចាញ់គាត់អញ្ចឹងគាត់បន្ទ្រុំនៅកិលេសជាប់រសតណ្ហាចំណងនឹងរសហើយសត្វតណ្ហាហើយរូបតណ្ហាដែលយើងឃើញរូបឃើញច្រៀងរំច្រៀងតិចឮសំឡេងហើយការតបតែងប្រដាប់ភាសាប៉ះពាល់កាយល្អយ៉ាងម៉េចរហូតដល់ក្រែពោះប្រមាណភាសាដែលបន្ទន់រវល់ឬក៏រឿងយ៉ាងម៉េចនោះគាត់ខំបន្ទោបងនៅតណ្ហាដោយបានលើកឡើងហើយក្នុងផ្ទៃសកបអត់មួយគាត់គ្រាន់បើជាងយើងបើយើងមានសិល5ដឹកនាំគាត់ដូច្នោះព្រោះថាយើងជួយជំរុញសាសនាឲ្យដើរខ្លាំងៗដែរយើងស្ថិតនៅក្នុងសិល5ប្រឲ្យតែមែនណាបើយើងសិល5ខ្វះដែរបើខ្វះដែរក៏លើគាត់បានដែរនិយាយខោចទៅទៀតថាបុគ្គលដែលបានតែថាឲ្យគេនៅគ្រាន់បើជាងទី4ដែរថាគេមកចាប់ថាចន្ទត្រូវនោះតែខ្លួនឯងមិនប្រព្រឹត្តអានឹងក៏ល្អគ្រាន់បើដែរគ្រាន់បើជាងអាទី4បើដឹកនាំគេអាក្រក់ទាំងអស់ខាងល្អអត់មានហ្នឹងចូលទី3ដែរនឹងបែរអ្នកដែលមិនបានរសាសតឥឡូវយើងបានរសាដែរបានសាសិល5ដែរដឹកនាំសិល8ជាការល្អដឹកនាំសុខធម៌អីក៏មានអីលោកយាយមានការធ្វើដូច្នោះយើងដើម្បីដឹកនាំសាសនាទៅបើខ្លះលោកយាយសិល8តែក៏មិនសូវចេះបើយើងសិល5យើងចេះច្រើនក៏ជួយដឹកនាំទៅនេះជាការល្អទាំងអស់ក្នុងសាសនាទេខ្ញុំសូមបញ្ចប់នេះទីបិក្ខុនិយាយកុហកនិយាយពីការនិយាយកុហកមួយឲ្យដឹងខូចប្រយោជន៍កុហកមួយទៀតមិនឲ្យអ្នកដទៃខូចប្រយោជន៍ទេតើកុហកទាំងពីរនេះមានទោសដូចគ្នាដែរឬអត់ទោសសូមលោកគ្រូបំភ្លឺសូមអរគុណឲ្យតែកុហកដាច់សិលហើយព្រោះកុហកមួយម៉ាត់នឹងវាចែកទៅជាដែលមិនមែនជាពាក្យនៃព្រះអរិយវោហាមិនមែនជាវោហានៃព្រះអរិយមាន8នឹងចូលចិត្តវោហារបស់យើងបទជនចូលចិត្តនិយាយណាឯឃើញថាមិនឃើញសិទ្ធខាងអតិថខាងឃើញថាមិនឃើញថាឃើញនេះយើងជាបទជនចូលចិត្តនិយាយដូច្នេះនិយាយកុហកលេងខូចប្រយោជន៍ក៏ដោយមិនខូចក៏ដោយឲ្យតែឃើញថាមិនឃើញថាឃើញហើយសុតាំងលឺថាអសុតាំងលឺថាមិនលឺថាលឺឲ្យប៉ះពាល់ថាមិនបានប៉ះពាល់មិនបានប៉ះពាល់តែបានប៉ះពាល់តែប៉ះពាល់មួយម៉ាត់នេះបានដល់អាយតនៈ3គឺច្រមុះប៉ះក្លិនអណ្ដាតប៉ះរសកាយប៉ះផតពៈសពនោះទាំង3ហ្នឹងបើប៉ះពាល់ហើយឈ្មោះថាមុខតាំងប៉ះពាល់ចុះយើងប៉ះពាល់របស់ក្តៅហើយយើងថាតិចទេនរណាមួយបាច់បានផ្អើលទាំងអស់គ្នាថាតិចរហូតអាកុហកដូចនេះធ្វើឲ្យគេក្តៅដែរកុហកដូចឈ្មោះថាប៉ះពាល់យើងថាអាប៉ះពាល់ក្តៅយើងថាតិចឬក៏ច្រមុះស្អុយកន្លែងណាស្អុយងោងគេសួរក្អូបវាស្អុយក្អូបចូលដល់ងោងអីក៏ដោយអាប៉ះពាល់ទាំងអស់នេះអណ្ដាតប៉ះរសឆ្ងាញ់ល្វីងជួយចាត់សោះតែអានេះឆ្ងាញ់ដាក់លេខជួហួយអាហ្នឹងឈ្មោះថាក្នុងការមុខតាំងមួយម៉ាត់ប៉ះពាល់ច្រមុះហើយនឹងអណ្ដាតនឹងរសនឹងកាយអាយតនៈទាំង3នេះបញ្ចូលគ្នាបញ្ចូលគ្នាហៅថាមុខតាំងប៉ះពាល់ថាមិនបានប៉ះពាល់ថាប៉ះពាល់ហើយវិញ្ញាណតាំងចិត្តដឹងច្បាស់ក្នុងភ្នែកជាច្រមុះអណ្ដាតកាយដែលប្រប៉ះគ្នានោះកាលកន្លងមកហើយសរុបមកឲ្យតែដឹងកំពុងនិយាយរៀបនឹងនិយាយក៏ដឹងថាអញនិយាយកុហកកំពុងនិយាយក៏ដឹងថាអាត្មាអញកំពុងនិយាយកុហករួចហើយក៏ដឹងថាអាត្មាអញនិយាយកុហកអត់មាននិយាយថានិយាយលេងទេអត់អីទេអត់មានទេ
ថាសាតបាយនេះដោយបំឡងនឹងនិយាយលេងក៏ដាច់សិលដែរហើយមានទោសទៅចែកទៅតាមកិលេសបើកិលេសឃ្លាវខ្លាមានទោសខ្លាំងបើកិលេសកណ្ដាលទោសកណ្ដាលបើកិលេសខ្សោយទោសតិចអានឹងឯកភាពនៃទោសទៅតាមកម្លាំងកិលេសនៃយើងបើយើងកុហកឲ្យខូចខាតទ្រព្យសម្បត្តិគេទៅក៏បាបខ្លាំងទៅចាំបើកុហកល្មមអានឹងក៏បាបល្មមទៅកុហកតិចទៅក៏បាបតិចទៅដូចនិយាយមកពីកើតមកពីណានិយាយខ្ញុំមកពីលេខនិយាយលេខនេះខ្ញុំមកពីកើតអីក៏ដោយក៏ដាច់សិលបាត់ហើយឲ្យថាមកពីលេខមែនទៅអាហ្នឹងក៏លោកយាយលោកតាដែលធ្លាប់និយាយលេងក៏ចឹងដែរដោយព្រះអង្គសាមណេរក៏ចឹងដែរដូចមានភិក្ខុណាមួយនៅថ្នាក់លើនៅហើយមានសាមណេរមួយនៅខាងលើភិក្ខុដទៃមើលឃើញទៅណែសាមណេរមានឃើញភិក្ខុអង្គមួយនៅលើគាត់ហ្នឹងទេឈ្មោះនេះណាទេអត់ទេលោកម្ចាស់មកទោះកណ្ដាលនិយាយលេងទេលោកម្ចាស់លើនឹងក៏ដោយនាមឋានៈបាត់ហើយតែសុំសើទៀតបំសុំសើទៀតមានចំពោះស្បងកោទាំងអស់ហ្នឹងអស់ពេកសាមណេរបាត់ហើយអានេះបញ្ហានេះចប់ប៉ុណ្ណឹងណាមកមានសំណួរខ្លីៗដើម្បីនឹងសួរភិក្ខុនៅជ្រោកក្រោមដើមឈើដែលភិក្ខុចំនួនមុនបានដាំតើត្រូវទោសអ្វីហ្នឹងត្រូវក៏មានអត់ក៏មានបើសួរអញ្ចឹងញាត់ដើមឈើបើដើមឈើណាកបយៈជ្រោកតាមចិត្តបើដើមឈើណាទិញផ្លែយកមកដាំជ្រោកអបាត់ទៅគាត់ព្រោះថាអត់មានថាជ្រោកក្រោមដើមឈើនោះទិញលុយឬក៏អត់ទិញអត់យើងនិយាយពាក្យខ្លីអញ្ចឹងជ្រោកក្រោមឈើដែលភិក្ខុដាំពីមុនបាទអញ្ចឹងគេឆ្លើយពីបាទដាំនោះដើមឈើជាកបយៈទេដាំដោយប្រើជាកបយៈទេប្រើពាក្យថាដូចមានរបស់សក់ណាមួយថាមនុស្សខ្លះគេមានបញ្ញាគេអាចដាំដើមឈើមិនយូរប្រមាណគង់បានជាប្រយោជន៍បាទដូច្នោះហើយអាចារ្យគេផ្លិតដាំស្វាយដាំអីអ្វីទៅមានផ្លែផ្កាទៅជាមនុស្សជ្រោកចុះបើថាដូច្នោះហើយដាំទៅមានអីជ្រោកទៅក៏បានតិចស្រួលទៅបានប្រយ័ត្នបាទដាំនោះលុយលោកទិញផ្លែស្វាយយកផ្លែស្វាយយកផ្លែនោះទៅដាំជ្រោកអាបាត់ទៅគាត់នេះពាក្យនេះខ្លាចជាពីរយ៉ាងមិនអោយអត់ទៀតនៅក្នុងភាសាចូលភាសាចេញភាសាតើសាមណេរត្រូវសូត្របាលីដែរឬមិនបានសូត្រទេសូមបញ្យល់នៅលោកសួរតែជើងចូលភាសាភិក្ខុក៏ចូលសាមណេរក៏ចូលដល់ចេញភាសាសូត្រសាមណេរអត់មានសូត្រទេបងហើយបើសូត្រចូលភាសាសាមណេរមានកំណត់ទិសចូលភាសាដូចគ្នាដល់ចេញភាសានេះជាបវាលាកម្មជាកម្មដែលគួរដល់ភិក្ខុបាន5អង្គឡើងទៅបានធ្វើបវាលាកម្មបានបវាលាកម្មដូចយើងនិយាយលន់តួសុំទោសក្រែងលោខ្ញុំកណាបានខុសដោយលោកម្ចាស់បានឃើញក្តីឬក្តីរងជាក្តីក្នុងកាល3ខែកន្លងមកហើយនោះដើម្បីសម្រួលក្នុងការដែលឃើញខុសឃើញលុយរងជានោះប្រាប់គ្នានឹងគ្នាដើម្បីនឹងដាក់បងលើអំពើខុសនោះឲ្យល្អឡើងហើយឲ្យសាមណេរអត់មានទេបងគាត់នៅភិក្ខុជាមហាថេរប្រាប់ថាពេលថ្ងៃនេះតទៅស្អែកឡើងទៅនៅទីណាដែលអរុណរះក្រៅវត្តមិនដាច់ភាសាទេសាមណេរមានសិទ្ធិតែចង់ចូលឯចង់ចេញគ្រាន់តែដឹងថាលោកគ្រូប្រាប់ឲ្យចេញហើយឯសូត្របបាណានេះមិនមានចូលបានទេបងអត់មានសូត្រចូលសង្ឃកម្មណាទេព្រោះបបាណាកម្មជាសង្ឃកម្មរបស់ភិក្ខុដែលមាន5អង្គឡើងទៅព្រោះភិក្ខុបញ្ញវៈគួរដល់កម្មបបាណានិងបំពោះនៅក្នុងបច្ច័នប្រទេសយើងនេះបានតែសម្រេចទៅថាសាមណេរអត់មានកិច្ចសូត្របាលីទេក្នុងការចេញភាសាបបាណាអត់មានទេសាមណេរគ្រាន់តែលោកគ្រូប្រាប់ឲ្យដឹងថាពីថ្ងៃនេះតទៅនៅក្រៅអាវាសក៏បានមិនមានដាច់ភាសាអ្វីទេដែលថ្ងៃអរុណរះឡើងនោះបានឲ្យដូចជាបាយនំនិងភេសជ្ជៈហើយគេប្រគេនពេលព្រឹកគេប្រគេនពេលព្រឹកភេសជ្ជៈនឹងអាចឆាន់បានឬទេនេះនិយាយពីបើឡើងចំណាយយល់ហើយព្រោះធ្លាប់ឮគេថាអញ្ចឹងបើពេលព្រឹកមានបាយផងមានភេសជ្ជៈផងដាក់ក្នុងថាសជាមួយគ្នាមកនោះហើយធ្លាប់ឮគេនិយាយថាបើប្រគេនពេលព្រឹកវាខ្លាចទៅជាពេលព្រឹកតែម្យ៉ាងទុកមិនបានទេឥឡូវពាក្យនេះសូមបដិសេធចោលបងអានេះគេសម្ដៅកាលិកសន្តិកៈដែលលាយចូលគ្នាគឺរឿងបាយតណើបរួយស្ករក្នុងនោះស្រេចហើយរួយល្ងក្នុងនោះស្រេចហើយទឹកអត្តបានហើយយើងលាយក្នុងនោះស្រេចលាយច្បល់ចូលគ្នាដូច្នោះអានឹងការលឹកនោះនៅតែពេលព្រឹកតែម្យ៉ាងទេទុកឆាន់បើយើងទុកឆាន់ដូចជាមានដុំមានទឹកអត្តបានមកធុងមកហើយមានដាក់ដងខ្ចីមួយនៅក្នុងដងទាំងមូលនឹងដាក់ពេលព្រឹកយកមកគេពេលព្រឹកតើយ៉ាងម៉េចដែរអានេះដងខ្ចីដកពីក្នុងទឹកមកយកមកទុកឆាន់ពេលព្រឹកទៅហើយអាទឹកនោះឆាន់មួយថ្ងៃមួយយប់ទៅនឹងអត់ខ្លាយចូលគ្នាទេនេះដើម្បីបញ្ជាក់ឲ្យឃើញច្បាស់ថាមិនមែនឈ្មោះថាលាយគ្នាទេលាយគ្នាគឺវត្ថុដែលលាយរស់ចូលគ្នាបើមិនលាយរស់ចូលគ្នាទេទុកតាមកាលៈកាលរបស់គេដូចជាពេលព្រឹកមានសម្លការីអីនំបញ្ចុកអីមកស្បោងទៅហើយមានទឹកអត្តបានមកស្បោងទៅហើយមានទឹកអំពៅនោះមកស្បោងទៅឬក៏ស្ករសមកស្បោងទៅហើយប្រគេនមកថាសហ្នឹងមកប្រគេនមកទៅខោនោះទៅពិនិត្យមើលរបស់ណាឆាន់ពេលព្រឹកដូចជាទឹកខាងមហូបមហាឬទឹកខាងភោជនណាមួយឆាន់ពេលព្រឹកទៅហើយមើលឃើញទឹកមកស្បោងជាទឹកអត្តបានទុកឆាន់
មួយថ្ងៃមកយប់ទៅបើទុកឲ្យកន្លងមកដល់ស្អែកឡើងឆានអាបាត់ទៅគាត់ទៀតហើយបងបានតែមកចឹងហើយបើយកមកសតហើយទឹកអំពៅអានឹងវាចូលសត្វសហការលើកទឹកអំពៅមកស្បោងដែរទឹកអំពៅក្តីស្ករអំពៅក្តីពីរនេះដូចគ្នាទឹកអំពៅក៏7ថ្ងៃដែរទឹកស្ករទឹកអំពៅសាច់ដុំស្ករអំពៅនោះក៏7ថ្ងៃដែរប៉ុន្តែទឹកអំពៅនោះត្រូវជ្រះវៃផងបើមិនជ្រះវៃមិនបានកម្ដៅទេតែ2 3ថ្ងៃឡើងទៅវាចូលមេរ័យដែរនឹងប្រយ័ត្នប្រុងដែរបើថាអាង7ថ្ងៃទុក7ថ្ងៃតែចូល3 4ថ្ងៃចូលគ្រឿងសង្វឹងឆាន់ទៅបាចរិយៈតាមមេរ័យនោះមេរ័យវាគ្រឿងសង្វឹងស្ករអំពៅនេះបច្ចេកទេសការវាផ្សេងគ្នាហើយភេទជ្ជៈទាំងអស់នេះសូមបងអង្គជ្រាបឥតមានលីឡំទេហើយសូមកុំយល់ច្បាស់ថារបស់គ្រាន់តែដាក់ចូលភេទជាអ្នកជាមួយគ្នារបស់គេផ្សេងគ្នាហើយលាយគ្នាមិនមែនលាយដូចនោះទេសម្ដៅលាយរសចូលគ្នាបើលាយរសចូលគ្នាដូចជាបាយយើងយកស្ករទៅលាយទៅហើយមានអាណាចដកស្ករមកបានមកមិននៅអាហ្នឹងអាស្ករថា7ថ្ងៃមិនមែន7ថ្ងៃទេគាត់ឯងចាញ់គេហើយលើតាមមួយព្រឹកដល់ថ្ងៃត្រង់ហើយដូចជាស្ករមួយថ្ងៃមកយកនោះបើបែរជាយកតែមាត់លាយស្ករទៅលាយស្ករស្រេចទៅហើយអាតែវាមកអាយុវាតន់អស់នោះវាថយបាត់ទៅហើយនៅក្នុង7ថ្ងៃវិញនឹងដែលលាយគ្នាដូច្នេះអាយាវជីវិតដូចមួយរិចដីផ្លៃក៏បានតកោបើទុកសុទ្ធទៅវាបានមួយជីវិតដល់រាប់ដល់អស់របស់វានោះទៅហើយបើលាយយកមកលាយនឹងភេទជ្ជៈនៃសាពេទៅដល់រៀវទៅដល់ខាប់ប្រេងទឹកខ្មុំទឹកអំពៅបើយកមកលាយនឹងរបស់7ថ្ងៃវាคลายទាញចូលនៅតែ7ថ្ងៃវិញអត់មានស្អីបាត់អ្វីទេគ្រាន់តែដកថយអំពីអាយុវែងប៉ុន្តែបើទឹកដល់រៀវទៅដល់ខាប់ប្រេងទឹកខ្មុំទឹកអំពៅសត្វសហការលឹកយាវជីវិតទាំងអស់ម៉ៅការដូចជាទទួលស្ករអំពើថ្ងៃនេះស្អែកឡើងបានបាយត្រឡប់មកយកមកលាយដាក់អាបាត់បាចរិយៈតាមសន្តិសិកាបត់ឯនោះអានឹងរងមួយទៀតអានឹងអត់បានទេបងព្រោះពេលនេះគឺសតថាមិនអញ្ចឹងមកដល់បើថាភេទជ្ជៈទឹកអត់បានឆាន់តាមការរបស់ខ្លួនបើកន្លងទៅចោលទៅហើយទឹកសត្វសហការលើកដោយស្គមអំពើទៅដល់រៀងទៅដល់ខាប់ប្រេងទឹកមុខទឹកអំពើហើយព្រមទាំងយាវជីវិតឯនោះ7ថ្ងៃនឹងរបស់មួយជីវិតឯនោះត្រូវទុកតាមការលៈរបស់ខ្លួនហើយឆាន់តែភេទជ្ជៈតែម្យ៉ាងប៉ុណ្ណោះកុំលាយឡំនឹងគេសំបីអំបិលក៏ជាយាវជីវិតប៉ុន្តែព្រះអង្គទុកជាអំបិលសម្រាប់ឆ្នាំបញ្ចុះទៅមិនដល់ស្អែកឡើងសម្លសាបយកបងតិចតែបងបាចរិយៈតាមសន្តិសិកាបត់ឯនោះអានឹងប្រយ័ត្នដែរព្រះអង្គដែលបានទៅដល់គោឯងទៅដល់គោដែលសុទ្ធមែនស្អែកឡើងបានបាយត្រឡប់មកនិយាយអញទៅដល់គោបានសមមិញតាហ៊ានដាក់បាច់មួយម៉ាត់អាបាត់បាចរិយៈមួយម៉ាត់មួយអានឹងបញ្ចូលសន្តិសិកាបត់មានតទៀតមើលក្នុងវត្តមួយមានភិក្ខុចំនួនគ្នាអាចធ្វើបរិមកបានដែរទេបើបានដោយវិធីណាបើមិនបានដោយវិធីណាបើវិខោឆ្លោះគ្នាព្រោះច្បាប់លើកឡើងហើយដែលវិខោឆ្លោះគ្នាបើដោយហេតុ18យ៉ាងឯនោះព្រោះថាវិន័យថាមិនមែនវិន័យមិនវិន័យថាវិន័យហើយធម៌ថាមិនមែនធម៌មិនមែនធម៌ថាធម៌ហើយពាក្យណាព្រះអង្គបានសម្ដែងហើយយើងថាព្រះអង្គមិនបានសម្ដែងពាក្យណាដែលព្រះអង្គបានសន្សំហើយយើងថាព្រះអង្គមិនបានសន្សំហើយបញ្ញត្តិថាមិនបានបញ្ញត្តិអាណាបាត់ថាបាត់អបាត់ថាអាណាបាត់លហុកាបាត់ថាគរុកាបាត់គរុកាបាត់ថាលហុកាបាត់សាសេសាបាត់ថាលក្ខសេសាបាត់នេះនិយាយសរុបទាំងអស់ទៅនឹងមេឆ្លោះគ្នាបើមេឆ្លោះគ្នាទៅឆ្នោតហើយក្នុងថ្ងៃនោះត្រូវរួបរวมគ្នាធ្វើបោសុតបើសិនណាជាមិនអាចធ្វើទេត្រូវតាំងញត្តិចាំធ្វើបោសុតថ្ងៃណាដែលជួបគ្នានោះហៅសាមគ្គីបោសុតឯនោះអានឹងដែលសងបែកបាក់គ្នាមិនបានស្របយោបល់គ្នាក្នុងថ្ងៃធ្វើបោសុតនោះឲ្យលើកបោសុតលើកដោយញត្តិមួយដែរមិនមែនថាលើកទៅទេសូត្រញត្តិបងញត្តិដើម្បីធ្វើបោសុតទៅជាសាមគ្គីបោសុតក្នុងថ្ងៃណាដែលព្រមព្រៀងគ្នាធ្វើថ្ងៃនោះទៅព្រោះបោសុតកម្មនេះមានចារតរស័យបណ្ណរស័យថ្ងៃ14ចារតរស័យថ្ងៃ15បណ្ណរស័យបើក្នុងថ្ងៃបោសុតទាំងពីរនោះមានវិវាទឆ្លោះទាស់តែងគ្នាត្រូវសោតលើកចាំថ្ងៃណាយើងព្រមព្រៀងគ្នាយើងធ្វើថ្ងៃនោះទៅហៅថាសាមគ្គីបោសុតហើយបើមិនបានតាំងញត្តិទេស្រាធៀមអត់ធ្វើដាក់អាបត្តិទាំងអស់គ្នាបណ្ដោយអាបត្តិទៅគាត់ឥឡូវបញ្ហានេះចប់ហើយបងតាហ្នឹង